រឿងនឹងចាប់ផ្ដើមពីប្តីប្រពន្ធមកគូធ្វើផ្ទះនៅកដាលវាលស្រែតែម្ដងជុំវិញផ្ទះគាត់អត់មានផ្ទះណាគេទេតាមអីដែលមីងគាត់និយាយមកផ្ទះនឹងពេលសង់អត់បានរើសវេលាទេហើយសង់ហើយរៀបចូលនៅនឹងក៏អត់តន់រៀបចំធ្វើពិធីឡើងផ្ទះដែរអ្នកចិត្តខាងមិនតែទៅមិនដឹងគួរនិយាយអ្នកចិត្តខាងក៏អត់ទៀតព្រោះអត់មាននៅចិត្តទេឆ្ងាយដែរអ្នកឆ្ងាយខាងគាត់ម្នាក់មកសួរថាតើមិនក៏គាត់ហ៊ានមកធ្វើផ្ទះនៅកដាលវាលដាច់គេដាច់ឯងអញ្ចឹងអត់ខ្លាចទេម្ចាស់ផ្ទះក៏ថាអត់មានអីត្រូវខ្លាចទេស្រុកទេសគេសុកស្រួលទេអត់មានអីត្រូវខ្លាចទេហ្នឹងគឺជាឃ្លាដែលល្បីមួយនៅក្នុងរឿងខ្មោចឃ្លាមួយទៀតហ្នឹងគឺនៅលើលោកហ្នឹងអត់មានខ្មោចទេប្រពន្ធម្ចាស់ផ្ទះថាដីហ្នឹងគាត់ស្រឡាញ់ណាស់ខំមើលថែតាំងពីបែកអពតមកម្យ៉ាងទីធ្លាល្អហើយនៅចិត្តថ្នល់ជាតិទៀតត្បិតតាធ្វើផ្ទះនៅហ្នឹងឆ្ងាយពីគេឆ្ងាយពីឯងមែនក៏គាត់នៅតែសុកចិត្តមកធ្វើនៅហ្នឹងដែរបងឯងស្រឡាញ់ដីហ្នឹងអញ្ចឹងសង្ស័យតែបើមានគេមកសុំទិញផ្ទះអីក៏អត់ដាច់ចិត្តលក់ឲ្យគេដែរណាលក់15តម្លឹងអត់ចរចាបើគិតតាមហាងឆេងឥឡូវយកមកតម្លឹង4800ចុះ15តម្លឹងហ្នឹងគឺ$72,000មីងគាត់ក៏ស្រែកថាថ្លៃយ៉ាងនេះមានតែខ្មោចទេទិញអាចថាត្រឹមតែជាពាក្យនិយាយលេងរបស់គាត់ទេប៉ុន្តែហេតុអីបានជាគាត់គិតថាខ្មោចមានលុយមកទិញផ្ទះខ្មែរយើងចូលចិត្តនិយាយថាចាយឲ្យហើយទៅតើនៅមានដង្ហើមងាប់ទៅយកទៅតាមអត់បានទេហើយខែងវប្បធម៌ខ្មែរយើងធ្លាប់មានគេដាក់កាក់មាសនៅក្នុងមាត់មនុស្សស្លាប់ចង់បញ្ជាក់ថាតាកាក់មាសមួយដាក់នៅក្នុងមាត់យើងហើយក៏យើងយកទៅតាមអត់បានទៀតអញ្ចឹងហេតុអីបានជាខ្មោចត្រូវមានមាសច្រើនដល់ថ្នាក់ហ្នឹងកំពុងតែនិយាយគ្នាបដាបាយបដាស្រាប់តែមានខ្យល់គួចឡើងខ្មៅវែកបក់មកកន្លែងដែលពួកគាត់កំពុងអង្គុយហ្នឹងយើងអាចដឹងបានថាផ្សែងហ្នឹងបក់ខ្មោចមកដោយសារពណ៌ខ្មៅយប់ឡើងម្ចាស់ផ្ទះចុះទៅក្រៅផ្ទះងូតទឹកគាត់ក៏បានឃើញភ្លើងមួយហោះកាត់ផ្ទះគាត់ដែរទៅប្រាប់ប្រពន្ធគាត់ថាចេះខ្លាចមើលតែក្មេងក្បាលកាចាស់ហ្នឹងភ្លើងហោះហ្នឹងគឺបើមិនអាបព្រាយក៏អេលៀនដែរផ្ទះហ្នឹងអត់ទាន់ធ្វើពិធីឡើងផ្ទះទេនៅតែពីរអ្នកប្តីប្រពន្ធក្នុងផ្ទះល្ងិតឈឹងហើយដាច់ស្រយាលពីគេពីឯងអ៊ំប្រុសខ្លាចហ្នឹងត្រូវហើយតែប្រពន្ធគាត់វិញដូចអត់មានខ្លាចអីសោះមិនត្រឹមតែឈុតហ្នឹងទេឈុតទៅមុខទៀតទោះបីជាខ្មោចឲ្យសញ្ញាណថាចង់ឲ្យគាត់រើចេញចង់ដេញចង់អីក៏មិនក៏គាត់ខ្វល់យប់ឡើងមានបុរសចំណាស់ម្នាក់ពាក់ខោអាវបែបជំនាន់ប្រាំងដើរចូលមកក្នុងផ្ទះហ្នឹងមកគាត់នឹងអាវគាត់គឺសចង់ប្រហែលគ្នាហើយអញ្ចឹង obviously គាត់គឺខ្មោចចូលផ្ទះបានស្រួលអញ្ចឹងគឺដោយសារផ្ទះហ្នឹងអត់មានចន្ទៀងផ្ទះអត់មានព្រះភូមិហើយសូម្បីតែលបងផ្ទះក៏អត់មានដែរពីអ្នកប្តីប្រពន្ធនេះដេកនៅក្នុងផ្ទះដែលអត់មាន install firewall តទៅសោះបុរសហ្នឹងបាននិយាយថាគាត់ចង់មកទិញផ្ទះហ្នឹងតម្លៃ15តម្លឹងនិយាយហើយគាត់ថាឲ្យប្តីប្រពន្ធទាំងពីរអ្នកកុំភ្លេចរើអីវ៉ាន់ចេញផងព្រោះគាត់ទិញហើយផ្ទះហ្នឹងគឺផ្ទះគាត់ហើយស្អែកឡើងពីអ្នកប្តីប្រពន្ធបាននិយាយគ្នាដែរថាយមិញពួកគាត់សុទ្ធតែយល់សប្តិដូចគ្នាយល់សប្តិឃើញគេមកទិញផ្ទះក៏អត់គិតថារឿងហ្នឹងវាសំខាន់ឬក៏វាអីទេដោយសារថ្ងៃមុនគាត់និយាយគ្នារឿងចង់លក់ផ្ទះហ្នឹងប្រហែលជារឿងហ្នឹងឲ្យធ្វើឲ្យគាត់រវើរវាយយល់សប្តិឃើញគេមកទិញយ៉ាងណាមិញចេញពីផ្ទះមកគាត់ឃើញមាសមកកញ្ចប់នៅចដាលផ្ទះគាត់ហ្នឹងហើយពីអ្នកប្តីប្រពន្ធក៏យកមាសហ្នឹងទៅឲ្យជាងនៅផ្សារមើលថាមាសហ្នឹងសុទ្ធក៏អត់ហើយឲ្យជាងថ្លឹងគេថា5-10តម្លឹងមែនជាងមាសសួរថាហ្នឹងមែនកំណប់ one piece ដែលគេនិយាយតគ្នាហ្នឹងប្តីប្រពន្ធទាំងពីរអ្នកប្រកែកថាអត់ទេអាហ្នឹងគឺគាត់លក់ផ្ទះបានជិះកង់មកផ្ទះវិញបដាប្តីក៏បានប្រាប់ទៅប្រពន្ធថាតែយប់មិញហ្នឹងគឺគេថាគេឲ្យយើងរើចេញថ្ងៃហ្នឹងហើយព្រោះគេយកមាសហ្នឹងមកទិញផ្ទះយើងប្រពន្ធគាត់ណែវិញថាកុំភ្លើពេកគ្រាន់តែយល់សប្តិទេ Tell that to people who ចាក់កតុយលេខមកដល់ផ្ទះវិញយកមាសលាក់ហើយប្រពន្ធគាត់ប្រាប់ប្តីថាអត់មានធ្លុយមាត់ទៅប្រាប់អ្នកណាគេទេព្រោះបើមានណាគេដឹងថាគាត់មានមាសច្រើនហើយមនុស្សនឹងជាមនុស្សគំនិតអត់ល្អទៀតអាចមកលួចអាចមកប្លន់គាត់អីអញ្ចឹងទៅផ្ទះគាត់នៅឆ្ងាយពីគេពីឯងណាស់គ្មានណាគេមកជួយគាត់តាន់ទេបើមានរឿងអីកើតឡើងអីដែលអត់ make sense គឺប្រសិនបើគាត់អត់ចង់ឲ្យគេដឹងដល់ឋានៈហ្នឹងមែនគាត់គួរតែគិតរឿងហ្នឹងមុននឹងយកមាសម្ដង15តម្លឹងទៅឲ្យគេថ្លឹងនៅផ្សារមាសហ្នឹងគាត់អាចយកម្ដងបន្តិចទៅឲ្យគេពិនិត្យមើលថាមាសសុទ្ធក៏អត់ឲ្យគេថ្លឹងឲ្យម្ដងបន្តិចឬក៏ឲ្យទៅជាងផ្សេងគ្នាថ្លឹងគាត់យកទៅម្ដងមួយខ្សែឲ្យគេមើលម្ដងមួយវាអត់អីទេគ្មានជាងមាសណាគេទៅឆ្ងល់ទេប៉ុន្តែគាត់យកទៅម្ដងទាំងអស់មិនទាន់ផុតមួយថ្ងៃផងមានគេនិយាយដើមគាត់រឿងលក់ផ្ទះបានមាសនឹងបាត់ Yes ពាក្យចចាមអារាមចេញពីការនិយាយដើមគ្នាគឺវារីកសាយលឿនដល់ថ្នាក់ហ្នឹងអ៊ំម្នាក់បានទៅប្រាប់មីងបោះប្តីប្រពន្ធទាំងពីរថាគាត់ឮពីជាងមាសមកថាពីអ្នកហ្នឹងលក់ផ្ទះបានមាសច្រើនណាស់មីងឮអញ្ចឹងក៏គាត់ផ្អើលយីការធ្វើផ្ទះហ្នឹងគាត់ខំទៅជួយជ្រុំជ្រែងទៅជួយមើលការខុសត្រូវដល់ពេលលក់ផ្ទះបានលីងនៅស្ងាត់ជ្រាបទាំងពីរនាក់គាត់ថាគាត់នឹងទៅនិយាយជាមួយនឹងប្តីប្រពន្ធទាំងពីរនាក់សួររឿងហ្នឹង
គាត់ទៅទាំងយប់រឿងឡើងដឹងតាំងពីព្រឹកមិនក៏យប់ហើយគាត់ទៅតែទៅរកប្តីប្រពន្ធពីរនាក់ហ្នឹងអញ្ចឹងចុះថ្ងៃចុះល្ងាចពេលទៅដល់គាត់ឃើញនារីម្នាក់អត់ស្គាល់មុខអង្គុយនៅកម្មចដាផ្ទះសួរមកគាត់ថាមករកអ្នកណាគេមីងគាត់ថាមករកម្ចាស់ផ្ទះនារីនឹងថាលោកម្ចាស់គេអត់នៅទេទៅក្រៅបាត់ហើយមីងគាត់ចម្លែកចិត្តដែរដោយសារផ្ទះហ្នឹងផ្ទះក្មួយគាត់តើយ៉ាងណាមិញនិយាយដើមគ្នាជាមួយអ៊ំនោះថ្ងៃមិញអ៊ំនឹងថាពីរនាក់ហ្នឹងលក់ផ្ទះហើយបានមាសមកកណោហើយអញ្ចឹងបើមកឃើញថាផ្ទះហ្នឹងមានម្ចាស់ថ្មីមីងអត់ត្រូវមានអីចម្លែកចិត្តទេនិយាយចាប់នារីវ័យក្មេងហ្នឹងក៏បាត់ខ្លួនឆឹងមីងនិងកូនគាត់ហ្នឹងដឹងខ្លួនថាជួបខ្មោចក៏រត់ចេញពីផ្ទះហ្នឹងទៅមកសន្ទុះក្រោយប្តីប្រពន្ធពីរនាក់ក៏មកដល់ផ្ទះវិញដោយសារមុនហ្នឹងគាត់ចេញទៅរកត្រីអញ្ចឹងហើយបានជាមីងមករកអត់ឃើញក្នុងផ្ទះគាត់មានមាស5-10តលឹងដែរជាងមាសព្រឹកមិញហ្នឹងមិនដឹងជាទៅនិយាយដើមប្រាប់ណាគេខ្លះទេឥឡូវគាត់ទុកផ្ទះចោលទុកមាសចោលនៅក្នុងផ្ទះហើយដើរទៅរកត្រីធ្វើបង្ងើយទាំងពីរនាក់ខ្លាចគេលួចមាសប៉ុន្តែនាំគ្នាដើរចោលផ្ទះនៅវេលាដែលចៅអាសាចេញលួចប្លន់អូខេយប់ឡើងម្ចាស់ផ្ទះថ្មីគេមកដេញសួរប្តីប្រពន្ធទាំងពីរនាក់ថាហេតុអីបានជាលក់ផ្ទះឲ្យគេហើយអត់ព្រមចេញពីផ្ទះនឹងទៀតមិនក៏ក្បត់ពាក្យសន្យាខ្លួនឯងខាងប្តីប្រពន្ធដែរវិញគេងវល់ទៅវិញថាលោកដង្ខៅអើយធ្វើមិនផ្ទះនឹងធ្វើឲ្យលឿនហើយមកទិញលឿនអត់ទាន់ធ្វើប្លង់រឹងហើយទេតែស្អែកឡើងប្តីប្រពន្ធពីរនាក់សន្យាថាគេនឹងរើចេញហើយដង្ខៅខឹងផងស្ដីឲ្យប្តីប្រពន្ធទាំងពីរនាក់ផងថាមនុស្សលោករស់នៅឥឡូវគឺគ្មានសច្ចធម៌ក្នុងខ្លួនអីសោះគាត់ទុកឱកាសឲ្យមួយថ្ងៃនឹងទៀតបើមិនរើចេញទេគាត់នឹងធ្វើឲ្យប្តីប្រពន្ធទាំងពីរនាក់ស្ដាយក្រោយងើបពីយល់សពមកវិញភ្លាមខាងប្រពន្ធនេះគាត់ក៏ភ័យគាត់ថាមិនយល់សពឃើញអ្នកដែលមកទិញផ្ទះគាត់នឹងមកដេញគាត់ចេញពីផ្ទះហើយប្តីគាត់វិញថាខែអូនឯងទៅអីអ្នកថាមិនបារម្ភទេអានឹងគ្រាន់តែជាយល់សពទេហើយគេក៏ដេកទៅវិញទៅស្អែកឡើងប្អូនចដូនមួយបោះប្តីប្រពន្ធទាំងពីរនាក់បាននិយាយដើមពួកគាត់ឲ្យអ្នកភូមិស្ដាប់កូននឹងបាននិយាយថាបងចដូនមួយគេទាំងពីរនាក់ទៅធ្វើផ្ទះនៅកដាលវាលស្រែដាច់គេដាច់ឯកហ្នឹងបើមិនដោយសារពួកគាត់ជា introvert ទេក៏ដោយសារផ្ទះហ្នឹងជាផ្ទះខ្មោចដែរហើយគេច្បាស់ណាស់ថាផ្ទះហ្នឹងមានខ្មោចដោយសារតែយំមិញគេជាមួយនឹងម្ដាយគេបានទៅផ្ទះហ្នឹងប៉ុន្តែឃើញខ្មោចស្រីម្នាក់ឈរនៅចដាលហើយនិយាយប្រមាណដងដដែលថាជឿគេទៅគេអត់ដែលកុហកទេរឿងហ្នឹងជារឿងពិតwhich is a lie ដោយសារតែខ្មោចនឹងអត់មានឈរនៅចដាលទេយប់មិញគ្នាអង្គុយឡើងសុភាពរៀបសារនិយាយដើមគេសុកម្ចាស់គេមកដល់មីងរបស់គាត់ក៏សួរតែម្ដងថាឮថាលក់ផ្ទះបានមាសច្រើននឹងពិតអត់ខណៈគាត់ថាក៏អត់បានលក់ផ្ទះទេមាសនឹងគឺមាសខ្មោចឲ្យយប់មិញម្ចាស់ផ្ទះគេមកដេញចេញពីផ្ទះអត់ព្រមចេញហើយឥឡូវមកថាគេឲ្យមាស free ទៀតចដូនមួយគាត់ណេះវិញប្រាប់គាត់ថាគេធ្លាប់ឃើញខ្មោចនៅផ្ទះហ្នឹងគាត់តបទៅវិញថាគាត់នៅផ្ទះហ្នឹងទាំងយប់ទាំងថ្ងៃគ្មានឃើញខ្មោចអីទេយប់ឡើងគាត់ចេញទៅចាប់ត្រីថ្ងៃឡើងគាត់ទៅចកាបាត់គ្មាននៅផ្ទះមួយថ្ងៃវត្តរងាចទេអ៊ូសូស្គីយ៉ាងណាមិញអ្នកភូមិនៅតែឲ្យគាត់ទៅនិមន្តលោកសង្ឃមកប្រោះព្រំផ្ទះនឹងម្ដងទៅមកសូត្រមន្តសូត្រអីម្ដងទៅព្រោះថាអត់ទាន់បានឡើងផ្ទះទេតាំងពីធ្វើហើយគាត់ថារឿងឡើងផ្ទះហ្នឹងក៏គាត់គិតដែរប៉ុន្តែចដូនមួយគាត់នេះវាហើបមាត់និយាយថាផ្ទះគាត់មានខ្មោចលងវាមិនពិតបើគាត់យកពេលហ្នឹងទៅវត្តទៅរកខែឡូមានលោកសង្ឃណា available អាចនិមន្តមកផ្ទះបានវាបានបាត់ហើយព្រោះមេឃនៅភ្លឺទេប៉ុន្តែគាត់នៅមកឈឺចិត្តជាមួយសម្ដីកូនក្មេងយប់ឡើងពេលអង្គុយញ៉ាំបាយជាមួយនឹងប្តីគាត់ប្រាប់ប្តីថាអ្នកភូមិគេនាំគ្នាថាផ្ទះគាត់មានខ្មោចលងប្រកាសជាដោយសារជាងមាសហ្នឹងមាត់អត់គម្របហើយបើគ្នាជាងមាសហ្នឹងជាងធ្វើឆ្នាំងចេះមានគម្របខ្លះហើយពីណាគេអ្នកយកមាសម្ដង5-10តលឹងទៅឲ្យគេថ្លឹងហ្នឹងហើយពេលគេសួរប្រាប់គេទៀតថាលក់ផ្ទះបានមិនព្រមនិយាយថាគេម៉ែអីទៅតែលក់ផ្ទះបានលើសតម្លៃទីផ្សារច្រើនចឹងគេប្រកាសជាដើរនិយាយហើយម្យ៉ាងបើជាងមាសហ្នឹងដើរនិយាយមែនក៏និយាយរឿងគាត់មានមាសច្រើនដែរតែប៉ុណ្្នឹងទេក៏អត់បានទៅនិយាយរឿងផ្ទះហ្នឹងមានខ្មោចទេអាមានខ្មោចហ្នឹងគឺអ្នកភូមិមើលឃើញខ្លួនឯងនិយាយខ្លួនឯងប្តីគាត់ថាកុំទៅខ្វល់អីសម្ដីអ្នកដតីពេលគេសួររលេះកុហកគេខ្លះទៅគាត់ចង់លាក់រឿងដែលគាត់មានមាសច្រើនហ្នឹងមួយយប់ហ្នឹងគឺគាត់ដេកទៀតអត់ព្រមរើចេញទេស្អែកឡើងក្រែគាត់ទូគាត់ឲ្យវ៉ាន់គាត់ជាមួយនឹងគាត់ពីរនាក់គឺទៅដេកនៅកដាលវាលស្រែមានគេមករកគាត់ឃើញសួរតាហេតុអីបានជាគាត់មកពេចនិចអីព្រលឹមឡើងអញ្ចឹងប្តីប្រពន្ធទាំងពីរភ័យពេកក៏យកអីវ៉ាន់ទាំងអស់ទៅផ្ទះមីងគេទៅមីងគេនិយាយអត់ខុសទេប្តីប្រពន្ធពីរនាក់ហ្នឹងគឺមនុស្សសង្ងំសុកពេលនៅបានសុកគឺកុហកអ្នកភូមិទៀតកុហកមីងគេទៀតថាអត់បានលក់ផ្ទះទេអត់មានមាសទេ
ដល់ម្ចាស់ផ្ទះគេដេញចេញតាំងមករកមីងឲ្យជួយពីអ្នកប្តីប្រពន្ធហ្នឹងសុទ្ធតែប្រជាជនគំរូរាប់អានទៅអត់ខុសទេសង្ងំនៅក្នុងផ្ទះហ្នឹងគឺគាត់ចង់បានទាំងផ្ទះចង់បានទាំងមាសយកមាសគេឲ្យអត់ឲ្យផ្ទះគេទៀតពេលលែងមានផ្ទះនៅហើយតាំងមកនិយាយថាអេហេខ្ញុំបានលក់ផ្ទះឲ្យគេមែនអ្នកភូមិម្នាក់ក៏ថាផ្ទះហ្នឹងបើលក់ឲ្យគេឲ្យគេចុះហើយយើងរកនៅកន្លែងណាផ្សេងទៅខាងប្តីនោះគាត់ឆ្លើយបាត់ទេតែពិតគាត់ដឹងថាផ្ទះហ្នឹងត្រូវឲ្យគេគាត់រឹងក្បាលអត់រើចេញហ្នឹងដោយសារគាត់លោភលន់ចង់បានទាំងផ្ទះចង់បានទាំងមាសហ្នឹងបានមាសគេហើយនៅផ្ទះគេពីរយប់ទៀតនេះបើខ្ញុំជាអ្នកទិញផ្ទះហ្នឹងវិញខ្ញុំមកយកថ្លៃជួលពីរយប់ហ្នឹងមកយប់យកមាស7តលឹងពីរយប់4-10តលឹងអ្នកភូមិម្នាក់បានសួរមកកាន់ប្តីប្រពន្ធនឹងថាពួកបងកំសត់ណាស់អត់មានផ្ទះនៅទេឥឡូវ Anyway យប់នឹងមានបុណ្យភូមិទៅលេងអត់ពួកម៉ាក់ដែលស្ងាត់ចេញមកលួងគេម្ដងអញ្ចឹងនៅពេលបុណ្យភូមិហ្នឹងគឺមានវងផឹកមកវងគេនាំគ្នានិយាយរឿងផ្ទះខ្មោចហ្នឹងពេលស្វាងប្រហែលជាជឿប៉ុន្តែពេលស្វឹងគាត់លែងជឿថាលើលោកនឹងមានខ្មោចក៏បបួលគ្នាទៅផ្ទះខ្មោចហ្នឹងទៅទៅដល់ខ្មោចលងមែនចាប់បោះពីលើផ្ទះហ្នឹងបាក់ដៃបាក់ជើងទៀតពិសាគ្រឿងស្រវឹងសូមកុំចូលផ្ទះខ្មោចនៅស្រះទឹកណេះវិញពេលគេកំពុងនិយាយគ្នារឿងផ្ទះខ្មោចហ្នឹងមីងគាត់ថាបើយើងមិនទៅធ្វើអីផ្ទះហ្នឹងទេក៏ដូចជាអត់មានរឿងអីកើតឡើងដែរព្រោះអ្នកស្រវឹងបាក់ដៃបាក់ជើងហ្នឹងក៏សិតតែអ្នកដែរទៅរករឿងគេមុនទេយ៉ាងណាមិញប្រពន្ធម្ចាស់ផ្ទះចាស់ហ្នឹងមើលទៅនៅតែអត់អស់ចិត្តទៀតនៅតែតំណងចង់បានផ្ទះហ្នឹងមកវិញទៀតព្រោះបើអត់ចង់បានផ្ទះហ្នឹងមកវិញទេក៏គាត់មិនដល់ថ្នាក់មកសួរលោកនៅវត្តដែរថារឿងផ្ទះហ្នឹងគួរធ្វើម៉េចបើគាត់ដឹងដែរបើគេគ្រប់គ្នាក៏ដឹងដែរថាផ្ទះហ្នឹងទុកចោលអត់ធ្វើអីអត់មានណាគេទៅធ្វើអីក៏គ្មានរឿងអីកើតឡើងដឹងតែប៉ុណ្្នឹងទៅឈប់ទៅចិត្តផ្ទះហ្នឹងទៅបានសុខក៏អត់ចង់បានសុខទេគាត់ចង់បានផ្ទះហ្នឹងមកវិញបានជាគាត់មកសួរលោកនៅវត្តក្រែងលោមានវិធីណាអាចយកមកវិញបានអាចដេញខ្មោចចេញបានលោកក៏មានសង្កេតការថាអត់អាចជួយអីបានទៀតទេបើយើងមិនទៅធ្វើអីគេក៏គេមិនធ្វើអីយើងដែរអាហ្នឹងគឺពីរអ្នកដែលមកសួរលោកហ្នឹងដឹងរឿងហ្នឹងក្នុងខ្លួនហើយប៉ុន្តែនៅមកទៀតមានន័យថាមកហ្នឹងក៏ចង់រកវិធីដេញខ្មោចយកផ្ទះមកវិញដែរប៉ុន្តែដល់ពេលលោកមានសង្កេតការអញ្ចឹងទៅមិនដឹងធ្វើម៉េចទៀតយប់មួយមានយុវវ័យ4នាក់ខូចឡាននៅតាមផ្លូវពួកគេកំពុងតែរកកន្លែងណាស្នាក់នៅមួយយប់សិនដោយសារឡានប្រឆេះអត់ឆេះទេគេឃើញផ្ទះខ្មោចហ្នឹងមើលពីផ្លូវធំទៅឃើញដែរគេក៏ដើរតម្រង់ទៅផ្ទះហ្នឹងពេលហ្នឹងមានកូនក្មេងម្នាក់ស្រែកប្រាប់ថាផ្ទះហ្នឹងដេកអត់កើតទេមូលហេតុអីដែល4នាក់ហ្នឹងអត់បានឮក្មេងស្រែកក៏ខ្ញុំអត់ដឹងដែរកន្លែងហ្នឹងឡើងស្ងាត់ចងំអត់មានឡានជិះបោះចុះបោះឡើងធ្វើឲ្យមានសំឡេងរំខានអីទេ4នាក់ហ្នឹងទៅដល់ក៏ស្រែកសួរម្ចាស់ផ្ទះអត់មានអ្នកឆ្លើយគេក៏ឡើងទៅលើផ្ទះហ្នឹងតែម្ដងចូលទៅដល់ក្នុងផ្ទះហើយគេគិតថាផ្ទះនេះប្រហែលជាអត់មានមនុស្សនៅទេគេក៏រៀបចំកន្លែងគេងរៀងខ្លួនទៅចំពេលហ្នឹងគ្នាគេម្នាក់បើកទូឃើញមាសគាត់តែឃើញភ្លាមនាំគ្នាយកមាសគេហ្មងអត់មានគិតថាអូមាសណាគេតិចមានម្ចាស់តិចមានមនុស្សហើយគេគ្រាន់តែទុកផ្ទះហ្នឹងចោលផ្លែទេតិចទៀតគេមកវិញអត់នាំគ្នាយកមាសគេចឹងហ្មងដល់ពេលលឺឆ្កែលូតាំងនាំគ្នាផ្អើលម្ចាស់ផ្ទះគេមកវិញដឹងចំពេលហ្នឹងមានម្នាក់គេអើទៅប្រអួចទៅស្រាប់តែឃើញខ្មោច Oh my god ខ្មោចគេឈិកបូនក៏មានចឡាញក៏មានបើនៅជាមនុស្សវិញ model បាត់ទេនេះខ្មោចហ្នឹងមានតែគ្នាគេម្នាក់ឃើញទេអ្នកផ្សេងអើទៅប្រអួចអត់មានឃើញអីទេឡានកំពុងខូចនៅតាមផ្លូវឥឡូវត្រូវមកដេកនៅក្នុងផ្ទះដែលគេបោះបង់ចោលមិញមានគ្នាម្នាក់មើលឃើញខ្មោចមិនដឹងផ្ទះហ្នឹងមែនតែនទៅសុវត្ថិភាពក៏អត់ទេមានម្ចាស់ក៏អត់ទេពីរអ្នកនេះវិញអោបថើបគ្នារកដេកមួយគ្នាវាចេះតែយ៉ាងម៉េចនៅក្នុងខ្លួនហ្នឹងហេតុអីបានជាឲ្យតែមានរឿងខ្មោចឲ្យតែមានតួណានៅក្នុងស្ថានភាពគ្រោះថ្នាក់កំពុងតែជួបទុក្ខនឹងតែពួកហ្នឹងនាំគ្នាចង់ញ៉ាយគ្នាចង់ដេកមួយគ្នាចឹងរហូតហេតុអីយ៉ល់ជាប់នៅ in the middle of nowhere ឥឡូវហ្នឹងអត់ដឹងខ្លួនឯងនៅណាទេអត់ដឹងស្អែកឡើងគួរធ្វើអីទេមានជាងឡាននៅណានៅណីគឺអត់ដឹងទាំងអស់អត់ព្រមពិភាក្សាគ្នារឿងហ្នឹងនាំគ្នាមកញ៉ាយគ្នាហើយដេកមួយគ្នា so stupid of course ខ្មោចលង of course នាំគ្នារត់ចេញពីផ្ទះនឹងវិញតម្រង់ទៅឡានវិញហើយខ្មោចនឹងលងសាហាវខ្លាំងដល់ថ្នាក់សូម្បីតែឡាននឹងក៏ចង់រត់ចេញពីកន្លែងហ្នឹងដែរទៅប្រឆេះឡានវិញនឹងឡាននឹងឆេះទៀតជិះចេញពីហ្នឹងជិះលឿនខ្លាំងពេកទៅបុកជាមួយនឹងមែកឈើហើយក៏ស្លាប់អស់ទៅស្អែកឡើងប៉ូលីសគេមកវាស់វែងមកអីហ្នឹងក្រោយមកមានអូនម្នាក់ដែលជាអ្នកសុំទានគាត់បានឮពីផ្ទះខ្មោ
ោចទិញហ្នឹងឮថាអត់មានណាគេហ៊ានចូលទៅនៅទេគាត់ក៏បន្លំខ្លួនធ្វើជាអាចារ្យទៅនៅក្នុងផ្ទះហ្នឹងទៅសំហៅគាត់ទៅរកឃើញដល់ម្ចាស់ដើមរបស់ផ្ទះហ្នឹងទៀតទៅប្រាប់ថាចាំគាត់ទៅដេញខ្មោចហ្នឹងឲ្យស៊ីកន្លែងហ្នឹងបើម្ចាស់ផ្ទះចាស់ហ្នឹងអត់ចង់ដេញខ្មោចហើយយកផ្ទះហ្នឹងមកវិញទេគាត់ប្រកាសជាប្រាប់អាចារ្យហ្នឹងថាកុំទៅអីល្អជាងព្រោះគាត់បានលក់ផ្ទះឲ្យគេយកមាសគេមកចាយអស់ហើយអត់មានត្រូវទៅរករឿងម្ចាស់ផ្ទះគេទេតែគាត់អត់បានខាត់តាអាចារ្យហ្នឹងទេគាត់អង្គុយសង្ឃឹមថាតាអាចារ្យហ្នឹងអាចដេញខ្មោចឲ្យបានទៅដល់តាអាចារ្យត្រូវខ្មោចដេញវិញស្អែកឡើងប្រជាជនឃើញថាតាអាចារ្យហ្នឹងគឺជាអាចារ្យខ្លាំងទេពេលមួយទៀតមានបរិសម្នាក់ជិះឡានកាត់ផ្លូវហ្នឹងឃើញមនុស្សម្នាក់ពាក់ក្បិនឈរហៅគាត់Prada ឃើញម្នាក់ហ្នឹងមុខឡើងស្លេកស្លាំងស្លៀកក្បិននិយាយសំឡេងឡើងគីឡូប៉ុន្តែនៅដើរតាមម្នាក់ហ្នឹងទៅដល់ផ្ទះគេទៀតហ៎ម្នាក់ខ្មោចហ្នឹងពឹងឲ្យបរិសហ្នឹងជួយអូសឡាននេះទៅកន្លែងជួសជុលផងឡានលោកម្ចាស់គេខូចហើយឥឡូវចាំគេចូលទៅក្នុងផ្ទះយកលុយឲ្យនៅក្រៅផ្ទះនេះវិញសិតតែកូនខ្មោច CGI រត់លេងពេញហ្នឹងតែគាត់អត់គិតថាមានអីប្លែកទេហើយគាត់ទៅអូសឡានឲ្យគេទៅដល់ពេលអូសបានមកសន្ទុះធំមានគេប្រាប់គាត់ឈប់ឡានមកគាត់កំពុងតែអូសហ្នឹងគឺអូសគល់ឈើទេលុយដែលគាត់ទទួលបានហ្នឹងក៏សុទ្ធតែกระดาษសដែរក្រោយមកទៀតហ្នឹងមានក្មេងៗក្នុងភូមិចូលទៅក្នុងផ្ទះហ្នឹងប្រម៉ែប្រមូលអីវ៉ាន់នៅក្នុងផ្ទះហ្នឹងទាំងអស់យកទៅដាក់ផ្ទះពួកគេយប់ឡើងខ្មោចទៅយកអីវ៉ាន់គេមកវិញម៉ែដែលភ្ញាក់ផ្អើលពេលហ្នឹងទៅសួរកូនថាបានអីវ៉ាន់ហ្នឹងមកពីណាបានកូននាំគ្នានិយាយថាបានមកពីផ្ទះខ្មោចរបស់មនុស្សប្រើហ្នឹងគុណភាពអន់ខ្លាំងមែនបាននាំគ្នាទៅយករបស់ខ្មោចមកប្រើហ្នឹងហាអ្នកភូមិបានឲ្យគ្រូស្ដោះផ្លុំទៅជួយនិយាយគ្នាជាមួយខ្មោចខ្ញុំមិនដឹងទេថាគ្រូស្ដោះផ្លុំគាត់មានជំនាញក្នុងការនិយាយតទល់គ្នាជាមួយខ្មោចតែក្នុងសេដ្ឋកិច្ចកាពីឯនេះតែគេហៅការងារឲ្យទៅសិនទៅគ្រូស្ដោះផ្លុំហ្នឹងបាននិយាយទៅកាន់ខ្មោចថាពេលណាឈប់ធ្វើបាបគេពេលណារើចេញអ្នកភូមិបារម្ភអញ្ចឹងចុះខ្មោចណាក៏គេថាយេអាហ្នឹងដោយសារអ្នកទាំងអស់គ្នាឯងអត់អីធ្វើមកញ៉ៃញ៉ៃផ្ទះគេដេញចេញអត់បានដែរមែនមានទាំងផុសតាងមានទាំងសាកសីថាកូនរបស់អ្នកភូមិអ្នកចូលមកផ្ទះគេសោះប្រាប់ប្រមាណដងទៀតបានព្រមស្ដាប់ថាផ្ទះហ្នឹងផ្ទះគេទេកុំមកញ៉ៃញ៉ៃពាក្យគេប្រើដែរទេយើងមិនទៅធ្វើអីគេមិនមកធ្វើអីយើងពាក្យហ្នឹងគឺឮថានិយាយប៉ុន្តែអត់ព្រមប្រកាន់ខ្ជាប់សោះអូខេអ្នកភូមិដឹងរឿងហ្នឹងហើយអ្នកភូមិចេះការពារខ្លួនហើយចុះអ្នកដែលមកពីខាងក្រៅដែលអត់ដឹងរឿងនៅក្នុងភូមិហ្នឹងតែគេការពារខ្លួនពីការចូលច្រឡំផ្ទះខ្មោចហ្នឹងមិនធ្វើលបងមួយដាក់ផ្លាកហាមចូលគឺវាអត់អីពិបាកណាស់ណាទេចុងបញ្ចប់រឿងគេបាននិយាយថារឿងផ្ទះខ្មោចទិញនេះគឺវាបានคล้ายទៅជាពាក្យចចាមអារាមតគ្នាជា urban legend ហើយរឿងនេះមែនតែនទៅវាគួរឲ្យខ្លាចវាមាន potential តែកុំនិយាយពី perspective របស់មនុស្សនិយាយពី perspective របស់សេដ្ឋីម្ចាស់ផ្ទះហ្នឹងវាមើលទៅគួរឲ្យចាប់អារម្មណ៍ជាងសម័យថាខ្លួនជាសេដ្ឋីមកទិញផ្ទះមនុស្សហ្នឹងឲ្យកូនចៅខ្មោចខ្លួនឯងនៅប៉ុន្តែមនុស្សចេះតែមកយាយីផ្ទះហ្នឹងរហូតមិនដឹងហេតុអីហើយក្នុងនាមយើងជាម្ចាស់ផ្ទះជាដង្ខៅជាសេដ្ឋីហ្នឹងគឺយើងព្យាយាមនិយាយជាមួយកូនចៅរល្បិចលងមនុស្សមិនកុំឲ្យមកផ្ទះហ្នឹងទៀតហើយការដែលដង្ខៅហ្នឹងនៅរស់គឺនៅសម័យប្រាំងមនុស្សសម័យប្រាំងនិងមនុស្សសម័យឥឡូវគឺខុសគ្នាតើគួរលងមនុស្សសម័យឥឡូវមិនឲ្យគេខ្លាចអីចឹងអាហ្នឹងវាអាចធ្វើឲ្យរឿងយើងវាខុសគេវាប្លែកពីគេផងម្យ៉ាងរឿងផ្ទះខ្មោចទិញនេះខ្ញុំឮគេថាគេសរសេរចេញពីពាក្យចចាមអារាមនិងអបិយជំនឿមែនទែនដែលមាននៅខេត្តកំពង់ឆ្នាំងតាមខ្ញុំគិតបើមានមនុស្សសង់ផ្ទះឲ្យលក់ឲ្យខ្មោចបានលុយច្រើនដល់ថ្នាក់ហ្នឹងគាត់ប្រកាសជាមិនមែនជាមនុស្សតែម្នាក់ដែលធ្វើអញ្ចឹងទេបើគាត់ធ្វើអញ្ចឹងជោគជ័យប្រកាសជាមានអ្នកផ្សេងព្យាយាមសង់ផ្ទះដើម្បីតែលក់ឲ្យខ្មោចអញ្ចឹងដែរ overall រឿងហ្នឹងវាគួរឲ្យខ្លាចសាច់រឿង solid ប៉ុន្តែឲ្យខ្ញុំមើលម្ដងទៀតអត់ទេគ្រាន់តែជាopinionរបស់ខ្ញុំទេបើអ្នកទាំងអស់គ្នាមានមតិយោបល់អីអាចដាក់នៅក្នុង comment បាន